ត្រឡប់មកបន្ទប់វិញខ្ញុំក៏ប្រាប់ស្ថានភាពហ្នឹងទៅពិសិដ្ឋគ្នានឹងទើបតែមើលមុខប៉ាគ្នានឹងនៅក្នុងកញ្ចក់គួរឲ្យខ្លាចណាស់ឥឡូវគ្នានឹងត្រូវធ្វើម៉េចឥឡូវយន់ហ្នឹងក៏គ្មានហើយគ្នានឹងត្រូវស្លាប់មែនទេកុំភ័យឯងចាំមកឆ្នាំមុនហ្នឹងគ្នាបានឲ្យខ្សែដៃមួយដល់ឯងប្រញាប់យកវាមកពាក់មកហើយរួចបិទទ្វារចូលដេកទោះបីជាលឺសំឡេងអីហ្នឹងក៏មិនត្រូវបើកភ្នែកដាច់ខាតខ្ញុំក៏បានយកខ្សែដៃនោះមកពាក់រួចហើយប្រញាប់ឡើងលើគ្រែដេកពាក់កណ្ដាលត្រៀតហ្នឹងទ្វារបន្ទប់ហ្នឹងក៏លឺសំឡេងដែលធ្លាប់លឺម្ដងទៀតលើកនេះនឹងសំឡេងកាន់តែតូចហើយស្ងាត់ទៀតបើមិនប្រឹងស្ដាប់ទេច្បាស់ជាមិនលឺទេក្នុងបន្ទប់របស់ខ្ញុំនឹងលឺសំឡេងដឹបនឹងលោតមកដោយរាល់ដងប៉ុន្តែសំឡេងរឿងនេះនឹងទូចមែនតែនក្រែងមាន2នាក់អីហេតុអ្វីសំឡេងលោតមកនឹងមានតែមួយមិនយូរប៉ុន្មាននឹងសំឡេងជើងនឹងក៏លោតមកដល់ក្បែរគ្រែរបស់ខ្ញុំនឹងបិទភ្នែកជាប់រហូតទន្ទិញពាក្យរបស់ពិសិដ្ឋហាមបើកភ្នែកខ្មោចនោះនឹងដូចជាមានចេតនាចង់បំភ័យឲ្យខ្ញុំភ្ញាក់ឈរនៅក្បែរគ្រែរបស់ខ្ញុំនឹងផ្លុំខ្យល់ត្រជាក់នឹងមកលើមុខខ្ញុំរហូតខ្ញុំនឹងបិទភ្នែកយ៉ាងជិតទោះបីស្លាប់នឹងក៏មិនបើកដែរគាត់នឹងឈរស្ងៀមប្រហែលជាកន្លះម៉ោងក្រោយខ្ញុំនឹងក៏ឮសំឡេងម្ដាយខ្ញុំនឹងហៅពីខាងក្រៅទ្វារមួយវិនាទីក្រោយនឹងខ្យល់ត្រជាក់បក់មកលើមុខខ្ញុំនឹងក៏បាត់ទៅបន្ទាប់មកនឹងសំឡេងជើងនឹងក៏រត់ចេញទៅយ៉ាងលឿនមិនយូរប៉ុន្មាននឹងទ្វារក៏បិទសំឡេងជើងនឹងក៏បាត់ទៅអូយគាត់ចេញទៅហើយខ្ញុំនឹងក៏ដកដង្ហើមធំបែកញើសជោគខ្លួនក៏ក្រោកឡើងអង្គុយតែមួយវិនាទីក្រោយនឹងពេលខ្ញុំងើបមើលទៅមុខនឹងឃើញម្ដាយខ្ញុំនឹងកំពុងឈរចំពីមុខខ្ញុំសម្លឹងមុខខ្ញុំនឹងចំខ្ញុំភ័យពេកដល់ថ្នាក់នោមដាក់ខោភ្លាមអ្វីមុននេះនឹងសុទ្ធតែคล้ายទាំងអស់គឺជាល្បិចរបស់ខ្មោចនេះសោះដើម្បីឲ្យខ្ញុំនឹងក្រោកឡើងមួយវិនាទីក្រោយនឹងម្ដាយខ្ញុំនឹងក៏ដើរមករកខ្ញុំនឹងយឺតខ្ញុំបិទភ្នែករួចទន្ទិញពាក្យថាម្ដាយខ្ញុំនឹងពិតជាស៊ីខ្ញុំហើយតែចាំឡើងយូរក៏មិនឃើញគាត់នឹងស៊ីខ្ញុំក៏បើកភ្នែកមើលគាត់ម្ដាយខ្ញុំនឹងនៅឈរពីមុខគ្រែខ្ញុំដដែលកូនដឹងហើយមែនទេដឹងអីដឹងថាគាត់ជាខ្មោចឬបើខ្ញុំនិយាយចេញហ្នឹងគាត់នឹងស៊ីខ្ញុំភ្លាមឬគិតដូច្នេះហ្នឹងខ្ញុំក៏ប្រញាប់ឆ្លើយថាទេខ្ញុំមិនដឹងរឿងអីទេកូនមិនដឹងមិនអាចទេប៉ារបស់ឯងហ្នឹងឥឡូវមិនដូចពីមុនសោះចម្លែកខ្លាំងណាស់ខុសកន្លែងណាខ្ញុំមិនដឹងអ្វីទាំងអស់កូនពិតជាអត់ចាប់អារម្មណ៍មែនទេម៉ាក់សង្ស័យថាគាត់នឹងគឺជាខ្មោចតៃហោងឬពាក្យម្ដាយខ្ញុំនឹងខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនតែននេះគាត់ជាចោរហើយបែរជាស្រែកថាចោរលួចទៅវិញឬគាត់នឹងកំពុងតែលបងខ្ញុំមិនបានទេខ្ញុំត្រូវតែធ្វើពុតជាល្ងងបន្តទៀតសិនខ្ញុំនឹងក៏ធ្វើពុតជាមិនយល់ម៉ាក់ខ្មោចតៃហោងនឹងជាអ្វីខ្មោចតៃហោងនឹងគឺជាមនុស្សស្លាប់ហើយតែគិតថាខ្លួនឯងនៅរស់ទើបខ្លាយទៅជាខ្មោចតៃហោងហើយពួកវានឹងរស់ដោយការញ៉ាំឈាមចេញពេលយប់សម្រាប់ពេលថ្ងៃអញ្ចឹងបានជាប៉ុន្មានខែនេះម៉ាក់ចេះតែទិញឈាមជ្រូកនឹងគឺដើម្បីប៉ាមែនទេត្រូវហើយម៉ាក់ឮថាខ្មោចតៃហោកនឹងពេលផឹកឈាមមិនឆ្អែតនឹងចាប់ផ្ដើមស៊ីមនុស្សដូច្នេះហើយប៉ុន្មានថ្ងៃនេះនឹងម៉ាក់តែងតែពិនិត្យសុវត្ថិភាពកូននិងប្អូនខ្លាចក្រែងពួកឯងនឹងមានរឿងអីខ្ញុំនឹងចេះតែគិតថាម៉ាក់នឹងចូលចិត្តញ៉ាំឈាមជ្រូកទើបទិញច្រើនម្លេះប៉ាឯងនឹងជាអ្នកបញ្ចុះបញ្ចូលម៉ាក់នឹងឲ្យញ៉ាំច្រើនណាស់ថែមទាំងថាញ៉ាំឈាមនឹងអាចកាត់បន្ថយភាពចាស់ទៀតម៉ាក់ពិតជាជឿសម្ដីអត់ប្រយោជន៍របស់គាត់មែនអញ្ចឹងប៉ុន្មានខែនេះនឹងមានរឿងចម្លែកនឹងគឺសុទ្ធតែដោយសារប៉ាខ្ញុំគាត់នឹងបញ្ចុះបញ្ចូលម៉ាក់ខ្ញុំនឹងឲ្យផឹកឈាមគឺដោយសារតែគាត់នឹងចង់ស៊ីសាច់ម៉ាក់តែខ្លាចសាច់នឹងមិនចូលជាតិទើបគាត់នឹងផ្អាប់ឲ្យចូលជាតិសិនអញ្ចឹងម៉ាក់ខ្ញុំនឹងមិនមែនជាខ្មោចតៃហោងទេត្រូវហើយយប់ទាំងប៉ុន្មានគាត់មកបន្ទប់ខ្ញុំនឹងគាត់មិនដែលធ្វើបាបខ្ញុំសោះតែប៉ាខ្ញុំស្លាប់តាំងពីពេលណាគិតដូច្នេះនឹងខ្ញុំក៏សួរម្ដាយខ្ញុំនឹងភ្លាមម៉ាក់ថាមនុស្សស្លាប់ហើយតែគាត់នឹងគិតថាខ្លួនឯងនៅរស់ទើបខ្លាយទៅជាខ្មោចតៃហោងប៉ានឹងមិនមានរឿងអ្វីកើតឡើងសោះមិនក៏គាត់នឹងខ្លាយទៅជាខ្មោចតៃហោងទៅកើតម្ដាយខ្ញុំនឹងធ្វើមុខងឿងឆ្ងល់ដូចជាគិតអ្វីមួយទឹកមុខឈឺចាប់នឹងទឹកភ្នែកនឹងហូរចុះមកកាលពីវិស្សមកាលយើងនឹងទៅលេងស្រុកកំណើតនៅតាមផ្លូវនឹងឡានរបស់យើងនឹងត្រូវបានឡានដឹកទំនិញមួយនឹងបុកយ៉ាងពេញទំហឹងម៉ាក់និងប្អូនកូននឹងអង្គុយនៅខាងក្រោយរងរបួសតិចតួចកន្លែងអង្គុយអ្នកបើកបររបស់ប៉ាកូននឹងត្រូវបានខ្ទេចភ្លាមពេលនោះនឹងឡានរៀបនឹងផ្ទុះនឹងមានគេនឹងបើកទ្វារឡាននឹងទាញម៉ាក់និងប្អូនកូននឹងចេញមកតែពេលម៉ាក់ងើបមើលទៅអ្នកនោះនឹងឃើញថាជាប៉ាកូនសោះពេលនោះនឹងម៉ាក់មិនបានគិតច្រើនទេគ្រាន់តែគិតថារួចផុតពីគ្រោះថ្នាក់ដោយសំណាងត្រូវហើយរូបភាពដែលខ្ញុំឃើញប៉ានៅក្នុងកញ្ចក់នោះនឹងប្រហែលជារូបរាងពេលគាត់ស្លាប់ហើយពេលនោះនឹងទូរស័ព្ទរបស់ខ្ញុំនឹងក៏ញាប់ភ្លាមខ្ញុំនឹងក៏និយាយទៅកាន់ម៉ាក់ថាម៉ាក់ខ្ញុំសូមតបសារមួយសិននិយាយចប់នឹងខ្ញុំក៏យកទូរស័ព្ទនឹងចេញមកតែមួយវិនាទីក្រោយនឹងម្ដាយខ្ញុំនឹងក៏ប្រែទឹកមុខចង្អុលខ្សែដៃក្នុងដៃខ្ញុំថារបស់នេះនឹងឯងបានមកពីណាខ្ញុំភ្ញាក់ផ្អើលតែម្ដងខ្សែដៃនេះនឹងជារបស់សង្គ្រោះជីវិតខ្ញុំមិនអាចប្រាប់គាត់បានទេម៉ាក់នេះនឹងខ្ញុំទិញនៅពេលដើរលេងនៅផ្សារស្អាតណាស់ម្ដាយខ្ញុំនិយាយខ្លាំងថាស្អាតអីដោះចេញភ្លាមនេះជាគ្រីស្តាល់ត្បូងខ្មៅអាចទាញព្រលឹងកូនទៅភ្លាមបានពាក្យម្ដាយខ្ញុំនឹង
ធ្វើឲ្យខ្ញុំងឿងឆ្ងល់ម្ដងទៀតដំបូងប៉ាខ្ញុំប្រាប់ថាពិសិដ្ឋនឹងចង់ឲ្យខ្ញុំរៀបការជាមួយនឹងខ្មោចឥឡូវម្ដាយខ្ញុំនឹងថាគាត់នឹងចង់ទាញព្រលឹងខ្ញុំទៅទៀតតើមានរឿងអីកើតឡើងឲ្យពិតប្រាកដទៅម្ដាយខ្ញុំនឹងឃើញខ្ញុំមិននិយាយនឹងក៏គាត់និយាយបន្តទៀតកូនមានជោគវាសនាខ្សោយស្រាប់ហើយងាយស្រួលនឹងតាក់ទាញអមនុស្សណាស់បើមានអ្នកណាយកថ្ងៃខែឆ្នាំកំណើតកូននឹងទៅរៀបការជាមួយនឹងខ្មោចនឹងកូននឹងស្លាប់ហើយម៉ាក់ដឹងរឿងនេះទាំងអស់មែនម៉ាក់ថែមទាំងដឹងទៀតថាទាំងប៉ាកូននឹងនិងមិត្តភក្តិល្អរបស់កូនទាំងពីរនឹងកំពុងតែខុបខិតគ្នាម្នាក់នឹងចង់ទាញព្រលឹងកូនទៅរៀបការជាមួយនឹងខ្មោចហើយម្នាក់ទៀតនឹងចង់ស៊ីសាច់របស់កូនខ្ញុំមិនបានប្រាប់ម្ដាយខ្ញុំអ្វីទាំងអស់មិនគាត់ដឹងទាំងអស់ម៉ាក់និយាយអីផ្ដេសផ្ដាស់ហ្នឹងរឿងទាញព្រលឹងស៊ីសាច់អីខ្ញុំស្ដាប់ឲ្យគួរឲ្យខ្លាចណាស់បើកូនមិនជឿហ្នឹងកូនមើលសារនោះទៅតើគេប្រាប់កូនថាបើឮសំឡេងភ្លេងពិនពៀតហ្នឹងមិនត្រូវបើកភ្នែកទេត្រូវអត់ឮពាក្យម្ដាយខ្ញុំហើយខ្ញុំហ្នឹងក៏ចុចមើលសារភ្លាមយប់នេះនឹងមានគេហែបនសពមុខផ្ទះឯងហើយចាក់ភ្លេងពិនពៀតទៀតឯងនឹងកុំបើកភ្នែកដាច់ខាតភ្លេងពិនពៀតអីគេវិញទៅម៉ាក់នោះនឹងជាពិធីមង្គលការអមនុស្សបើកូនបើកភ្នែកហ្នឹងកូននឹងឃើញខ្លួននឹងត្រូវគេលើកចោះទៅឋាននរកដើម្បីរៀបការហើយពេលនេះនឹងទើបខ្ញុំនឹងជឿសម្ដីម្ដាយខ្ញុំវិញហើយក៏ប្រញាប់និយាយថាម៉ាក់ខ្ញុំត្រូវធ្វើមិនឥឡូវនេះតើខ្សែដៃនេះនឹងបើខ្ញុំដោះចេញនឹងនៅតាន់ពេលវេលាអត់ម៉ាក់ក៏មិនដឹងថាវាតាន់ឬក៏មិនតាន់ដែរកូនសាក់លបងទៅដឹងហើយក្រៅពីខ្សែដៃនេះនឹងគេធ្លាប់ឲ្យរបស់អ្វីផ្សេងមកកូនទៀតអត់មានយ័ន្តមួយតែថ្ងៃនេះនឹងប៉ាយកទៅហើយគាត់ថាគាត់ដុតចោលបាត់ហើយមិនអីទេអញ្ចឹងឲ្យខ្សែដៃនោះមកបានហើយខ្សែដៃនេះនឹងម៉ាក់នឹងយកទៅឲ្យស្អែកព្រឹកព្រលឹមនឹងរកកន្លែងដែលមានកម្ដៅថ្ងៃនឹងដើម្បីកប់វាចោលកូនទៅដេកទៅយប់នេះនឹងប៉ាកូននឹងប្រហែលជាមិនមកទៀតព្រឹកស្អែកឡើងនឹងបន្ទាប់ពីប៉ាខ្ញុំចេញទៅនឹងម្ដាយខ្ញុំនឹងក៏ប្រាប់ខ្ញុំថាម៉ាក់បានទូរស័ព្ទទៅលោកគ្រូដែលម៉ាក់ធ្លាប់ស្គាល់ពីមុនគាត់ថាស្អែកព្រឹកហ្នឹងគាត់នឹងមកកម្ចាត់ប៉ាកូនហើយល្អណាស់ទីបំផុតហ្នឹងខ្ញុំរស់ដោយសន្តិភាពវិញហើយដល់ពេលយប់ហ្នឹងពិសិដ្ឋក៏ទេមកខ្ញុំអាលេងឯងទ្រាំមួយយប់ទៀតទៅស្អែកព្រឹកហ្នឹងគ្នានាំប៉ាគ្នាហ្នឹងទៅផ្ទះឯងនៅមានមុខទេមកទៀតចង់ទាញគ្នាហ្នឹងទៅរៀបការជាមួយនឹងខ្មោចឯងហ្នឹងជាមិត្តភក្តិល្អរបស់យើងតែមួយសោះបែរជាធ្វើបែបនេះដាក់គ្នាទៅវិញលេងឯងនិយាយអីរៀបការជាមួយនឹងខ្មោចអីឯងហ្នឹងនៅធ្វើពុតទៀតយ៉ាងណាហ្នឹងក៏ម៉ាក់គ្នាប្រាប់អស់ហើយបើមិនអញ្ចឹងហ្នឹងយប់មិញហ្នឹងគ្នាស្លាប់ដោយសារឯងហើយឃើញពិសិដ្ឋនៅតែព្យាយាមនិយាយបកស្រាយនឹងខ្ញុំក៏បិទទូរស័ព្ទភ្លាមរួចប្លុកលេខនឹងគណនី Facebook ទៀតស្អែកព្រឹកឡើងនឹងម្ដាយខ្ញុំនឹងចាំនៅមាត់ទ្វារបន្ទប់ខ្ញុំនឹងតាំងពីព្រលឹមឃើញខ្ញុំនឹងចេញមកនឹងគាត់ក៏និយាយថាកូនទៅប្រញាប់ទៅជាមួយនឹងម៉ាក់លោកគ្រូនឹងបានថាប៉ារបស់កូននឹងបានខ្លាយទៅជាខ្មោចកំណាចហើយគួរឲ្យខ្លាចជាងខ្មោចតែហោងទៀតទោះបីគាត់នឹងមកដល់នឹងក៏មិនអាចកម្ចាត់ប៉ាកូនបានដែរលោកគ្រូនឹងថាគាត់បានរៀបចំមុនគាថារួចហើយឲ្យម៉ាក់នឹងនាំកូនទៅប៉ាកូននឹងហិតក្លិនពួកយើងឲ្យតាមមកពេលនោះនឹងអាចប្រើមុនគាថានោះនឹងដើម្បីកម្ចាត់គាត់បានហើយនិយាយចប់នឹងម្ដាយខ្ញុំក៏ទាញដៃខ្ញុំនឹងទៅមាត់ទ្វារទើបតែបើកទ្វារភ្លាមក៏ឃើញមានមនុស្ស2នាក់នៅឈរមាត់ទ្វារម្នាក់គឺពិសិដ្ឋម្នាក់ទៀតបុរសអាយុប្រហែលជា50ឆ្នាំឃើញខ្ញុំនឹងពិសិដ្ឋក៏ស្រែកឡើងអាលេងកុំទៅជាមួយនឹងគាត់ចង់ធ្វើបាបប៉ាឯងទេប៉ាប្រញាប់កម្ចាត់ខ្មោចនេះទៅនិយាយចប់នឹងបុរសនៅក្បែរនេះនឹងក៏លើកកញ្ចក់យ័ន្ត8ទិសមកនឹងរួចស្រែកឡើងថាឥឡូវនេះបើយើងហៅឈ្មោះឯងហ៊ានឆ្លើយឬអត់ម្ដាយខ្ញុំនឹងក៏និយាយថាមិននឹងមិនហ៊ានស្លាប់មិនបដូរឈ្មោះខ្ញុំគឺឡុងសារ៉ាត់និយាយពាក្យនេះចប់នឹងម្ដាយខ្ញុំនឹងក៏ត្រូវបឺតចូលក្នុងកញ្ចក់យ័ន្តនោះបាត់ឃើញបែបនេះនឹងខ្ញុំឡើងស្រឡាំងកាំងម៉ាក់គ្នានឹងត្រូវបានបឺតចូលក្នុងកញ្ចក់នេះបាត់ហើយមានរឿងអីកើតឡើងរឿងនេះយ៉ាងម៉េចទៅអាលេងកំភៃតាមពិតនឹងទាំងប៉ាឯងនិងម៉ាក់ឯងសូម្បីតែប្អូនប្រុសរបស់ឯងនឹងក៏ជាខ្មោចតែហោងដែរប៉ានិងប្អូនឯងនឹងត្រូវប៉ាគ្នានឹងចាប់កាលពីមុននេះហើយមិនរឿងនឹងខ្លាយទៅជាដូចនេះឯងថាប៉ាគ្នានឹងជាខ្មោចតែហោងក៏ហើយទៅតែម៉ាក់គ្នានិងប្អូនប្រុសគ្នានឹងមិនខ្លាយទៅជាខ្មោចដែរពួកគាត់ទាំងពីរនឹងមិនដែលធ្វើបាបគ្នាសោះលេងការពិតទាំងប៉ាទាំងម៉ាក់ទាំងប្អូនប្រុសរបស់ឯងនឹងស្លាប់អស់ហើយពួកគាត់នឹងមិនធ្វើបាបឯងគឺដើម្បីខាប់ប្រលឹងឯងនឹងធ្វើឲ្យប្អូនប្រុសឯងនឹងរស់ឡើងមកវិញនិយាយឲ្យចំនោះគឺចង់បានរាងកាយរបស់ឯងលោកគ្រូដែលម៉ាក់ឯងនិយាយនោះគឺគាត់ប្រឌិតឡើងចំណែកមុនគាថានោះតាមពិតជាមុនគាថាយករូបកាយនឹងឯងឲ្យតែឯងចូលទៅនឹងប្រលឹងឯងនឹងបាត់បង់រួចប្រលឹងប្អូនឯងនឹងចូលក្នុងខ្លួនឯងជំនួសបានមិនអាចទេម៉ាក់គ្នាប្រាប់ថាមានតែប៉ាគ្នាទេដែលស្លាប់នៅក្នុងគ្រោះថ្នាក់នោះពួកគាត់នឹងរាល់យប់នឹងផ្លុំខ្យល់មកលើឯងមែនទេតាមពិតនឹងពួកគាត់កំពុងប្រើខ្យល់ងងឹតម្យ៉ាងដើម្បីផ្លុំឲ្យឯងនឹងបាត់បង់ការចងចាំឯងចាំទេឪពុកម្ដាយឯងនឹងតាំងពីក្មេងនឹងស្រឡាញ់តែកូនប្រុសមានអ្វីល្អនឹងគឺឲ្យប្អូនប្រុសឯងទាំងអស់ហើយវិសមការនេះពួកគាត់ឲ្យឯងនឹងទៅរកលុយតែពួកគាត់ទាំង3នាក់នឹងបែរជាទៅដើរលេងទៅវិញគឺពេលដើរលេងនោះហើយដែលពួកគាត់នឹងជួបគ្រោះថ្នាក់ចរាចរណ៍នឹងស្លាប់ទាំង3នាក់តែឪពុកម្ដាយឯងនឹងចិត្តអាល័យខ្លាំងពេកចង់ឲ្យប្អូនប្រុសនឹងរស់ឡើងវិញទើបពួកគាត់ទាំង3នាក់នឹងខ្លាយទៅជាខ្មោចតៃហោងបែបនេះហើយត្រឡប់មកវិញនឹងដើម្បីដណ្ដើមរូបកាយឯងពិសិដ្ឋនឹងនិយាយចប់នឹងប៉ានាងនឹងក៏ដើរមកមុខខ្ញុំហើយយកដៃនឹងប៉ះក្បាលខ្ញុំនឹងថ្នមការចងចាំដែលបាត់បង់នឹងក៏ត្រឡប់មកវិញភ្លាមនឹកឃើញរឿងមុនទឹកភ្នែកខ្ញុំនឹងក៏ហូរស្រក់ចុះមកពិសិដ្ឋអរគុណឯងណាស់